សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅថ្ងៃនេះគឺថ្ងៃសៅរ៍ទី30ខែឧសភាឆ្នាំ2026នៅប្រទេសកម្ពុជាវិញគឺទី31ខែឧសភា2026ដែរណាអញ្ចឹងគឺជិតដាច់ខែឧសភាទៀតហើយមួយខែលឿនមែនតើបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនេះខ្ញុំជ្រើសរើសយកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺព័ត៌មានទី1នេះគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាហើយខ្ញុំដកស្រង់មកនេះគឺសារព័ត៌មាន Washington Post បានឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកបានបាញ់នាវាដឹកទំនិញមួយគ្រឿងដែលព្យាយាមបើកចូលទៅកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់បាទដោយបាញ់សម្ដៅទៅលើម៉ាស៊ីនរបស់នាវានោះបាទបណ្ដាលឲ្យខូចអញ្ចឹងដូច្នេះដើម្បីអនុវត្តនៅការរាំងខ្ទប់ដែលលោកប្រធានាធិបតី Donald Trump បានចេញបទបញ្ជាហើយព័ត៌មានទី2នេះបាទជាការសិក្សាមួយដ៏សំខាន់ដែរប្រិមិត្តគឺបើតាមការស្រាវជ្រាវរបស់សារព័ត៌មាន NBC News បានឲ្យដឹងថាមីស៊ីលដែលអ៊ីរ៉ង់ប្រើបាញ់មកលើយន្តហោះរបស់សហរដ្ឋអាមេរិកធ្លាក់យន្តហោះប្រភេទ F-15 នោះប្រហែលជាមីស៊ីលដែលផ្ដល់ដោយប្រទេសចិននេះបើយោងតាមការស៊ើបអង្កេតក៏ប៉ុន្តែគេមិនច្បាស់ថាតើចិនបានផ្ដល់ឲ្យតាំងពីមុនសង្គ្រាមនេះឬក៏ទើបតែក្នុងអំឡុងពេលសង្គ្រាមនេះនោះទេហើយព័ត៌មានទី3វិញគឺខាងប្រធាន NATO បានបដិញ្ញាថានឹងការពារទឹកដីរបស់ NATO ទល់នឹងការឈ្លានពានរបស់ប្រទេសជិតប្រទេសដទៃសូម្បីតែ1 inch បាទ1 millimeter គឺមិនអោយបរទេសណាចូលឈ្លានពានបានទេជាពិសេសចង់សម្ដៅទៅលើរុស្ស៊ីបន្ទាប់ពីមានហេតុការណ៍ដែល drone របស់រុស្ស៊ីបានបើកចំបានបាញ់សម្ដៅអ៊ុយក្រែនក៏ប៉ុន្តែបានហួសចូលទឹកដីរ៉ូម៉ានីហើយព័ត៌មានទី4ដែលជាព័ត៌មានចុងក្រោយនេះគឺបើតាមសេចក្តីរាយការណ៍ exclusive មកផ្ដាច់មុខបាទរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថាមេបញ្ជាការយុទ្ធភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបានជួបជាមួយនឹងមេបញ្ជាការរបស់ប្រទេសគុយបាបាទតកតងជាមួយនឹងស្ថានភាពយោធាបាទនេះគឺជាការវិវត្តមួយផ្សេងទៀតក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងតែដាក់គំនាបទាំងយោធានយោបាយនិងសេដ្ឋកិច្ចទៅលើប្រទេសគុយបាហើយមានទាំងការចោទប្រកាន់ទៅលើអតីតមេដឹកនាំប្រទេសគុយបាដែលជាមនុស្សដ៏សំខាន់ជីវិតបរិសុទ្ធជាតិរបស់ប្រទេសគុយបាផងដែរបាទនេះជាព័ត៌មានសំខាន់ចំនួន4ដែលខ្ញុំបាទចងក្រងមកចែករំលែកជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះសូមដកសងនៅសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ណា Washington Post បានរាយការណ៍ដឹងថាយោធារបស់សហរដ្ឋអាមេរិកបានបាញ់មីស៊ីលចូលទៅក្នុងកន្លែងម៉ាស៊ីនរបស់នាវាដឹកទំនិញមួយគ្រឿងនៅក្នុងសមុទ្រអូម៉ង់បាទជួងសមុទ្រអូម៉ង់ក្នុងពេលដែលនាវានោះព្យាយាមបើកសម្ដៅទៅកំពង់ផែរបស់ប្រទេសអ៊ីរ៉ង់បាទនេះបើយោងតាមមេបញ្ជាការខាងបញ្ជាការដ្ឋានយុទ្ធភូមិភាគកណ្ដាល CENTCOM របស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះបាទនេះជាការមួយដែលខាង CENTCOM គឺយុទ្ធភូមិភាគកណ្ដាលនេះបានបញ្ជាក់ថាជាការពង្រឹងនៅបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការរាំងខ្ទប់ច្រកសមុទ្រក្នុងពេលដែលការចរចាសន្តិភាពនៅតែបន្តនៅឡើយតាមការបញ្ជាក់ឲ្យដឹងរបស់បញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះគឺឲ្យដឹងថានាវានោះគឺមានដោតទង់ជាតិប្រទេសហ្គាំប៊ីបាទហ្គាំប៊ីហើយគឺកំពុងតែបើកឆ្លងកាត់ច្រកសមុទ្រទឹកអន្តរជាតិសម្ដៅទៅកំពង់ផែរបស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រអូម៉ង់បាទហើយបន្ទាប់ពីខាងយោធារបស់សហរដ្ឋអាមេរិកបានចេញការព្រមានចំនួន20ដងឲ្យបើកត្រឡប់ថយក្រោយវិញក៏ប៉ុន្តែនាវានោះនៅតែបើកទៅមុខទៀតដែលជាការមួយរំលោភនឹងការដែលរាំងខ្ទប់របស់សហរដ្ឋអាមេរិកដូច្នេះគឺសហរដ្ឋអាមេរិកក៏បានប្រើមីស៊ីលប្រភេទ Hellfire ពេលមិនបានចាំបាន Hellfire ហ្នឹងគឺបាញ់ចេញពី drone បាទចេញពី drone ហោះទៅចាំបាញ់មេបញ្ជាការ
ធំរបស់អ៊ីរ៉ង់មួយក៏ Hellfire ហ្នឹងណាតាមស៊ើបឲ្យបាញ់យកតែម្ដងណាអញ្ចឹងគឺបាញ់ចេញពី Hellfire drone ហ្នឹងបាទសម្ដៅទៅលើប្រអប់ម៉ាស៊ីនរបស់នាវានោះតែម្ដងបាទដើម្បីធ្វើឲ្យនាវានោះកាំងដំណើរមិនអាចទៅធ្វើដំណើរទៅមុខបានទៀតបាទហើយដូច្នេះបើតាមការបញ្ជាក់គឺมันមាននាវាណាមួយដែលបានឆ្លងចូលទៅក្នុងប្រទេសទឹកដីរបស់អ៊ីរ៉ង់បាននោះទេបាទក៏ប៉ុន្តែគឺខាងយោធារបស់សហរដ្ឋអាមេរិកមិនបានបញ្ជាក់ថាតើមានអ្នករបួសខូចខាតប្រមាណអ្នកទេនៅលើកប៉ាល់នោះនៅពេលដែលការចរចានេះកំពុងតែបន្តគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth នៅថ្ងៃសៅរ៍នេះបាទនៅថ្ងៃសៅរ៍នេះក៏បាននិយាយឲ្យដឹងផងដែរថាការបិទរាំងខ្ទះនេះគឺនៅតែបាទរាំងខ្ទប់នេះគឺនៅតែបន្តនៅឡើយទេបាទដោយបញ្ជាក់ថាគឺច្រក Hormuz នេះបាទគឺជារឿយៗគឺតែត្រូវបានគេយកមកពិភាក្សាគ្នាផងដែរបាទគឺលោករដ្ឋមន្ត្រីបានថ្លែងបែបនេះក្នុងពេលដែលលោកកំពុងតែចូលរួមនៅកិច្ចប្រជុំនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងកិច្ចប្រជុំកំពូលផ្នែកសន្តិសុខហៅថាសង្គ្រីឡាណាការពិភាក្សាសង្គ្រីឡាអញ្ចឹងលោករដ្ឋមន្ត្រីនៅទីនោះបាទហើយលោកបានបន្ថែមទៀតថាគឺច្រកនេះនឹងត្រូវបើកឡើងវិញដោយជាទូទៅដោយធម្មតាហើយគ្មានទេការយកលុយយកកាក់ពីច្រកនេះបាទគឺអ្នកណាក៏អាចប្រើច្រកនេះបានដែរនេះគឺជាការថ្លែងសម្ដៅទៅលើការទាមទាររបស់អ៊ីរ៉ង់ដែលចង់ថាពេលដែលចប់ការប្រយុទ្ធគ្នានេះគឺអ៊ីរ៉ង់សុំសិទ្ធយកលុយពីនាវាដែលឆ្លងកាត់ទីនោះដើម្បីសងការខូចខាតដែលសហរដ្ឋអាមេរិកបានបង្កឡើងបាទយោធារបស់សហរដ្ឋអាមេរិកបាននិយាយថាគឺសកម្មភាពចុងក្រោយនេះរបស់កងទ័ពរបស់ខ្លួនបាទឥឡូវនេះគឺរហូតមកដល់ពេលនេះបាទសរុបទៅគឺបានធ្វើឲ្យនាវាដឹកទំនិញចំនួន6បាទខូចខាតបាទបានន័យថាมันកំតិចទេគាត់ថាធ្វើឲ្យខូចខាតមិនអាចដំណើរការទៅមុខបានហើយនឹងមាននាវាចំនួន116ត្រូវបានយោធារបស់សហរដ្ឋអាមេរិកហាមខ្ទប់មិនឲ្យចូលធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ហើយឲ្យវិលត្រឡប់ថយក្រោយវិញបាទនេះបើតាមការគណនាដែលបានឲ្យដឹងថាដំណើរការនេះចាប់តាំងពីពាក់កណ្ដាលខែមេសាមកដែលលោកប្រធានាធិបតីបានបញ្ជាឲ្យបិទច្រកនេះព័ត៌មានទី2នេះបាទគឺជាការសិក្សាដ៏សំខាន់មួយណានេះជាព័ត៌មានផងជាការចែករំលែកចំណេះដឹងដល់ប្រិយមិត្តផងដែរដើម្បីឲ្យដឹងពីរឿងដែលកើតឡើងនៅខាងសហរដ្ឋអាមេរិកក៏ប៉ុន្តែជាមេរៀនសម្រាប់យកទៅទុកក្នុងខ្លួននៅពេលដែលជួបស្ថានភាពបែបនេះបាទខ្ញុំបានជួបរឿងបែបនេះច្រើនពេលដែលមានចំនួនជាមួយនឹងកម្ពុជានិងថៃនេះខ្ញុំចែករំលែកចំណេះដឹងនឹងឲ្យដឹងឥឡូវនេះមេរៀនឥឡូវព័ត៌មាននេះគឺដូចអ្វីដែលខ្ញុំបាននិយាយក្នុងពេលកន្លងមកមកចឹងខ្ញុំសូមដកស្រង់ទូទេណាមិនទាំងស្រង់ទេមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន NBC News គាត់ដាក់ចំណងជើងថាអ៊ីរ៉ង់ប្រហែលជាបានប្រើប្រាស់មីស៊ីលដែលចិនផ្ដល់ជូនដើម្បីបាញ់ទម្លាក់នាវាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនេះបើយោងតាមប្រភពនានាបានបញ្ជាក់ប្រាប់សារព័ត៌មាននោះសារព័ត៌មាននេះបានរាយការណ៍ថាយន្តហោះចម្បាំងប្រភេទ F-15 ដែលត្រូវបានបាញ់ទម្លាក់បាននៅភាគខាងនិរដីបាទនៃប្រទេសអ៊ីរ៉ង់កាលពីខែមុនហើយបាននាំឲ្យមានការធ្វើបេសកកម្មតាមស្វែងរកសង្គ្រោះអ្នកបើកបរយន្តហោះប្រកបដោយគ្រោះថ្នាក់នោះបាទគឺទំនងជាត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដែលបាទផលិតនៅប្រទេសចិនដែលជាប្រភេទមីស៊ីលដាក់លើស្មាបាទដាក់លើបាញ់ពីស្មាមកនេះបើយោងតាមប្រភពដែលបានដឹងអំពីបញ្ហានេះហើយបានប្រាប់សារព័ត៌មាន NBC News នៅពេលដំបូងនៃការទំនាស់ដែលបានកើតមានឡើងនៅក្នុងប្រទេសអ៊ីរ៉ង់នេះគឺចិនបាទអ្នកដែលដឹងបាននិយាយថាចិនប្រហែលជាបានផ្ដល់បាទចិនប្រហែលជាបានផ្ដល់ឲ្យអ៊ីរ៉ង់នៅបាទប្រព័ន្ធរ៉ាដាព្រមមានសញ្ញារយៈចម្ងាយឆ្ងាយផងដែរបាទដើម្បីអាចនឹងតាមឃ្លាំមើលនិងប្រកាសសញ្ញាឲ្យដឹងអំពី
យន្តហោះចម្បាំងប្រភេទបំបាំងកាយរបស់សហរដ្ឋអាមេរិកណាដែលអាចចូលទៅក្នុងទឹកដីនោះបានដើម្បីឲ្យចាប់ដឹងសញ្ញានេះបើយោងតាមអ្នកដែលបានដឹងរឿងនេះហើយនឹងមន្ត្រីរបស់សហរដ្ឋអាមេរិកមួយរូបដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន NBC News មន្ត្រីរបស់សហរដ្ឋអាមេរិកឥឡូវនេះជាផ្លូវការនៅតែកំពុងតែស៊ើបអង្កេតអំពីកលៈទេសៈនោះនៅឡើយទេថាតើហេតុអ្វីបានជាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកប្រភេទ F-15E Eagle Strike នេះត្រូវ Strike Eagle បាទទៅបានបាញ់ទម្លាក់កាលពីខែមេសាកន្លងមកនេះបើយោងតាមប្រភពនោះបាទពីព្រោះអីនេះជារឿងមួយដែលបាទលើកទី1ហើយដែលនាវាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកទៅបានបាញ់ទម្លាក់នៅក្នុងពេលប្រយុទ្ធដោយសត្រូវបាទដោយសត្រូវបែបនេះនៅពេលដែលសាកសួរទៅស្ថានទូតចិនអំពីបញ្ហាដែលមានការលើកឡើងថាមីស៊ីលរបស់ចិនទៅបានគេផ្ដល់ឲ្យអ៊ីរ៉ង់ដើម្បីបាញ់ទម្លាក់យន្តហោះប្រភេទ F-15 របស់ប្រទេសរបស់សហរដ្ឋអាមេរិកនោះគឺស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសចិនតែងតែធ្វើសកម្មភាពអ្វីមកដោយទៅតាមច្បាប់ដោយមានការទទួលខុសត្រូវបាទនៅក្នុងការនាំចេញនៅផលិតផលយោធារបស់ខ្លួនហើយក៏ធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ផងដែរដោយយោងទៅតាមច្បាប់របស់ប្រទេសចិនហើយនឹងច្បាប់ស្តីអំពីការនាំចេញនិងការគ្រប់គ្រងទៅតាមកាតព្វកិច្ចអន្តរជាតិប្រទេសចិនប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់ជាយុទ្ធនាការដើម្បីបង្ខូចកេរ្តិ៍ឈ្មោះដោយគ្មានភស្តុតាងដែលមានចេតនាធ្វើឲ្យអាក្រក់ចំពោះប្រទេសចិននេះបើតាមការឆ្លើយតបរបស់ខាងស្ថានទូតចិនគាត់ប្រកែកណាគាត់ថាគាត់មានការច្បាប់ត្រឹមត្រូវមុននឹងឲ្យចេញពីប្រើនឹងមានការរឹតបន្តឹងអីលក្ខខណ្ឌមួយចំនួនត្រឹមត្រូវណាបើយោងតាមប្រភពចារកម្មរបស់សហរដ្ឋអាមេរិកវិញក៏បានរាយការណ៍ថាចិនគឺមានផែនការផ្ដល់នៅប្រព័ន្ធការពារដែនអាកាសថ្មីទៀតឲ្យទៅប្រទេសអ៊ីរ៉ង់ផងដែរបាទក្នុងរយៈពេលប្រមាណសប្តាហ៍ខាងមុខនេះហើយបើយោងតាមសារព័ត៌មាន NBC News បានរាយការណ៍ពីពេលមុនមកបានឲ្យដឹងថាមន្ត្រីសហរដ្ឋអាមេរិកបាទប្រហែលជាបានធ្វើឲ្យលេចធ្លាយព័ត៌មាននេះបាទដើម្បីជាការមួយបង្ហាញអំពីចេតនារបស់ចិនបាទដែលជាទម្លាប់មួយដែលរដ្ឋបាលមុនធ្លាប់ធ្វើដូចនេះបាទខ្ញុំរំលឹកម្ដងទៀតណាបាទនៅក្នុងសារព័ត៌មាននេះគឺគាត់និយាយថាព័ត៌មានដែលថាចិនមានគម្រោងផ្ដល់ប្រព័ន្ធការពារដែនអាកាសទំនើបទៅដល់ប្រទេសអ៊ីរ៉ង់ហ្នឹងបាទត្រូវបានអ្នកសារព័ត៌មានដឹងកាលពីប្រហែលសប្តាហ៍មុនថាអាចនឹងចិននឹងផ្ដល់ឲ្យហើយបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននេះក៏ថាប្រហែលជាមន្ត្រីយោធារបស់សហរដ្ឋអាមេរិកមានចេតនាធ្វើឲ្យបែកធ្លាយព័ត៌មាននេះដោយចេតនាតែម្ដងដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការរបស់ចិនដែលជាតាក់ទិកមួយដែលរដ្ឋបាលក្នុងពេលកន្លងមករបស់សហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់ដូច្នេះរដ្ឋបាលនេះក៏ប្រហែលជាបានប្រើប្រាស់ដូចនេះដែរដើម្បីឲ្យអ្នកសារព័ត៌មានផ្សាយឲ្យបានដឹងបាទដោយតែខ្ញុំបើវងចោលតិចដោយតែខ្ញុំអានេះមិញក្នុងព័ត៌មានណាឥឡូវនេះខ្ញុំសូមបើកវងចោលតិចដោយដែលខ្ញុំបានធ្លាប់ជម្រាបប្រិមិត្តក្នុងពេលកន្លងមកហើយក្នុងពេលដែលមានបញ្ហាចំនួនជាមួយនឹងថៃណាបាទខ្ញុំបាននិយាយថាព័ត៌មានខ្លះគឺយោធារបស់ថៃគេបាទធ្វើឲ្យលេចធ្លាយដោយចេតនាបាទហើយនិយាយត្រង់ខ្ញុំក៏មើលឃើញខាងកម្ពុជាក៏មានប្រតាក់ទិញយ៉ាងណាប៉ុន្តែខ្ញុំសូមមិននិយាយថារឿងមួយណាដែលខ្ញុំសង្កេតឃើញអញ្ចឹងឲ្យប្រិមិត្តពិចារណាដោយខ្លួនឯងបាទអញ្ចឹងដូច្នេះនេះគឺជាតាក់ទិចមួយណាចឹងបានន័យថាពេលខ្លះសារព័ត៌មានយើងដឹងសារព័ត៌មានយើងដឹងថាគេប្រើយើងដើម្បីឲ្យផ្សាយអញ្ចឹងឲ្យបានដឹងអញ្ចឹងក៏ប៉ុន្តែបើជារឿងមួយដើម្បីបម្រើមហាជនដែរដល់អញ្ចឹងទៅដាក់ផ្សាយទៅបាទអញ្ចឹងគឺជាការពឹងគ្នាទៅវិញទៅមកដូចដែលខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺនៅពេលដែលមានសង្គ្រាមមួយគឺមិនមែនតែប្រយុទ្ធនៅសមរភូមិប្រដាប់អាវុធទេសមរភូមិការទូតសមរភូមិព័ត៌មានបាទសពបែបយ៉ាងទាំងអស់សេដ្ឋកិច្ចបាទប្រើរួមគ្នាជាកម្លាំងសរុបហៅថាខ្មែរថាកម្លាំងសរុបគឺតើយើងចេះប្រើសពបែបយ៉ាងទាំងអស់បាទមិនអាចខ្វះចន្លោះកន្លែងណាមួយបានទេបាទអញ្ចឹងសូមបិទវងកញ្ចក់មកវិញមកបន្តព័ត៌មាននេះមកទេគេនៅមិនទាន់ច្បាស់ទេថាតើមីស៊ីលដែលបាញ់ពីស្មាទៅអាកាសនោះ
គឺដែលបានដាក់ទំនងជាបានធ្វើឲ្យបាញ់ទម្លាក់យន្តហោះ F-15 របស់សហរដ្ឋអាមេរិកនេះគឺទៅបានផ្ដល់ឲ្យអ៊ីរ៉ង់ក្នុងពេលថ្មីនេះឬក៏ផ្ដល់ឲ្យនៅក្នុងពេលកន្លងមកហើយអ៊ីរ៉ង់យកមកប្រើដោយដកចេញពីឃ្លាំងរបស់ខ្លួននោះទេបាទដូច្នេះគេមិនអាចដឹងបានដែរណាអញ្ចឹងនេះសារព័ត៌មានក៏និយាយវែងទៀតប៉ុន្តែខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយសូមបន្ថែមយោបល់មួយទៀតអញ្ចឹងហើយបានជានៅក្នុងពេលដែលមានចំនួនជាមួយនៅកម្ពុជានិងថៃមានអ្នកខ្លះសួរថាហេតុអីមិនបាញ់យន្តហោះ F-15 ដែល F-16 ដែលថៃហោះចូលនោះបាទផលប៉ះពាល់វាមានច្រើនបាទឥឡូវនេះសូមឲ្យតែឥឡូវនេះគឺនៅមានការស៊ើបអង្កេតនៅឡើយទេនៅខាងបាទអ៊ីរ៉ង់ហ្នឹងបាទតើយ៉ាងណាមានរឿងច្រើនបាទរឿងច្រើនណាស់បាទអញ្ចឹងដូច្នេះពេលខ្លះយើងអត់ដឹងកិច្ចការយោធាកិច្ចការលក្ខខណ្ឌនៃការទិញអាវុធទិញអីយ៉ាងម៉េចយើងមិនដឹងពិបាកនឹងនិយាយបាទអញ្ចឹងហើយបានជាពេលខ្លះកុំនិយាយដូចដឹងរឿងពេកហើយខ្ញុំធ្លាប់ឃើញមានអ្នកបកប្រែវិភាគអីដូចខុសរឿងច្រើនបាទចេះស្ដាប់ស្ដាប់លេងកំសាន្តដែរបាទតែពេលខ្លះក៏អត់ដឹងដែរក៏ចេះតែនិយាយតាមអារម្មណ៍ច្រើនជាងតាមឯកសារពិតបាទព័ត៌មានទី3នេះបាទគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បាទ The Guardian បានរាយការណ៍ឲ្យដឹងថាប្រធាន NATO បាទអគ្គលេខាធិការ NATO គឺលោក Mark Rutte លោកបានប្រកាសថាសម្ព័ន្ធមិត្តអូតង់នេះឬក៏ NATO នេះត្រៀមខ្លួនជាស្រេចហើយនៅក្នុងការពារគ្រប់មីលីម៉ែត្រនៃទឹកដីរបស់ NATO បាទក្រោយពីដ្រូនរបស់រុស្ស៊ីបានហោះចូលទៅក្នុងដែនដីរបស់ប្រទេសរូម៉ានីហើយបានបុកចំអគារលំនៅឋាននិងបណ្ដាលឲ្យមនុស្ស2នាក់រងរបួសបាទនៅក្នុងការវាយប្រហារដែលរុស្ស៊ីវាយទៅលើអ៊ុយក្រែនទេក៏ប៉ុន្តែវាហោះចៃដន្យវាហោះជ្រុលទៅប្រទេសរូម៉ានីបាទហើយបើតាមលោក Mark Rutte លោកបានសរសេរតាមបណ្ដាញសង្គមថានេះគឺជាសកម្មភាពដែលបាទមិនយកចិត្តទុកដាក់បាទធ្វើប្រហែសរបស់នេះគឺជាសកម្មភាពធ្វើប្រហែសប្រកបដោយគ្រោះថ្នាក់របស់ប្រទេសរុស្ស៊ីចំពោះយើងទាំងអស់គ្នាបាទហើយដោយសារតែលោកប្រធានាធិបតីនៃប្រទេសរូម៉ានីនីកូលសូសដានក៏បានបញ្ជាក់បាទថាបាទសូមឲ្យអូតង់បាទមានការប្រជុំដើម្បីពិភាក្សាអំពីបញ្ហានេះបាទគាត់បានកោះប្រជុំកិច្ចប្រជុំក្រុមប្រឹក្សាជាតិបន្តរបស់គាត់បាទហើយក៏បានកោះរដ្ឋមន្ត្រីក្រសួងការបរទេសបាទឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំនៅប្រទេសរូម៉ានីហ្នឹងមកប្រមានឬក៏បង្ហាញនៃការតវ៉ាផងដែរបាទដើម្បីតវ៉ាផងដែរហើយខាងអូតង់ក៏បានធានាទៅដល់ខាងរូម៉ានីវិញថាអូតង់ត្រៀមខ្លួនជាស្រេចនៅក្នុងការពារដែនដីរបស់អូតង់របស់ខ្លួនបាទព្រឹត្តិការណ៍នេះគឺបានបណ្ដាលឲ្យមនុស្ស2នាក់បានរងរបួសណាបាទហើយខាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរូម៉ានីវិញក៏ថាគឺយើងនឹងបាទតាក់ទងជាផ្លូវការអំពីផលប៉ះពាល់នេះនិងកង្វះការទទួលខុសត្រូវរបស់រុស្ស៊ីហើយតែនឹងមានចំពោះទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរនេះបាទក៏ដូចជាជំហានបន្តទៀតដែលសហភាពអឺរ៉ុបអាចនឹងប្រើប្រាស់បាទពាក់ព័ន្ធជាមួយនឹងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីផងដែរបាទនេះបើតាមការបញ្ជាក់ណាបាទបញ្ជាក់នោះគឺខាងអូតង់គាត់មិនឲ្យរួចខ្លួនទេអាចនឹងមានវិធានការដាក់ជាទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ីបាទហើយដោយឡែកលោកពូទីនវិញគាត់បាននិយាយដោះសារដោយមិនបានផ្ដល់ផុសតាងទេគាត់ថាប្រហែលជាអាចនឹងជាមីស៊ីលគ្រាប់របស់អ៊ុយក្រែនដែលបាញ់មកវាទីហោះរេខុសទិសទៅចំប្រទេសរូម៉ានីទៅបាទគាត់និយាយចឹងហើយថែមទាំងបញ្ជាក់ថាខាងអូតង់គួរតែត្រៀមខ្លួនផងដែរក្នុងករណីដែលមានក្របឯកចូលបន្ថែមទៀតផងដែរបាទដូច្នេះលោកពូទីនគាត់និយាយរបៀបដូចជាប្រមានផងដោះសារផងបាទព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters exclusive របស់ Reuters តែម្ដងតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគឺមេទ័ពកំពូលរបស់សហរដ្ឋអាមេរិកប្រចាំនៅបាទយុទ្ធភូមិភាគខាងត្បូងដែលនៅតំបន់អាមេរិកឡាទីននោះ
គឺនៅថ្ងៃសុក្រម្សិលមិញបានជួបគ្នាជាមួយនឹងមន្ត្រីយោធារបស់ប្រទេសគុយបាបាទនៅក្នុងបរិវេណនៃមូលដ្ឋានយោធាកាន់តាណាម៉ូដែលជាមូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដែលជាទឹកដីរបស់ប្រទេសគុយបាបាទនេះបើយោងតាមការបញ្ជាក់របស់យោធារបស់សហរដ្ឋអាមេរិកដែលបានឆ្លើយតបជាមួយនឹងការសាកសួររបស់ទីភ្នាក់ងារសារព័ត៌មាន Reuters អញ្ចឹងដូច្នេះ Reuters គាត់ដឹងព័ត៌មានហ្នឹងគាត់សួរទៅទាហានគាត់ថាពិតជាមានជំនួបបែបនេះមែនបាទលោកមេបញ្ជាការយុទ្ធភូមិភាគខាងត្បូងហ្នឹងគឺលោកឧត្តមសេនីយ៍នាយឧត្តមសេនីយ៍បាននៅផ្កាយមាស4ណាលោកនាយឧត្តមសេនីយ៍ Francis Donovan បានដឹកនាំការពិភាក្សាគ្នានេះហើយបានជួបពិភាក្សាគ្នារយៈពេលខ្លីអំពីវិធានការតាក់ទងជាមួយនឹងសន្តិសុខជាមួយនឹងប្រតិភូរបស់គុយបាដែលក្នុងនោះគឺអ្នកដែលដឹកនាំប្រតិភូរបស់ខាងគុយបានោះគឺមានលោកនាយឧត្តមសេនីយ៍ Roberto Lega Sotolongo បាទដែលជាអនុរដ្ឋមន្ត្រីផងដែរបាទអនុរដ្ឋមន្ត្រីនៃហើយក៏ជាអគ្គមេបញ្ជាការបាទអគ្គមេបញ្ជាការកងទ័ពរបស់ប្រទេសគុយបាបាទនេះបញ្ជូនតាមការបញ្ជាក់របស់ខាងយុទ្ធភូមិភាគកណ្ដាលយុទ្ធភូមិភាគខាងត្បូងដែលបានបញ្ជាក់តាមបណ្ដាញសង្គម X បាទលោក Donovan ក៏បានដឹកនាំការពិភាក្សាគ្នានឹងគឺបានពិភាក្សាផ្ដោតខ្លាំងទៅលើធ្វើយ៉ាងណាធានាឲ្យមានការបន្តការទំនាក់ទំនងគ្នានៅបន្ថែមទៀតបាទគឺព្រឹត្តិការណ៍នេះកើតឡើងក្រោយពីសហរដ្ឋអាមេរិកកំពុងតែបង្កើននៅសម្ពាធទាំងខាងផ្នែកយោធាទាំងផ្នែកការទូតនយោបាយហើយនិងសេដ្ឋកិច្ចទៅលើប្រទេសគុយបាដោយរួមទាំងមានការចោទប្រកាន់អតីតមេដឹកនាំនៃប្រទេសគុយបាគឺលោករ៉ាអ៊ូលកាស្ត្រូផងដែរហើយអ្នកវិភាគមួយចំនួនលើកឡើងថាសហរដ្ឋអាមេរិកអាចនឹងប្រើសេណារីយ៉ូស្រដៀងគ្នាជាមួយនឹងប្រទេសវេណេស៊ុយអេឡាដើម្បីចូលទៅចាប់យកមេដឹកនាំគុយបានាពេលបច្ចុប្បន្ននេះបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាច្រើនដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំស្ដីអំពីបច្ចុប្បន្នភាពអាមេរិកបាទអញ្ចឹងគឺរឿងតាក់ទងជាមួយនឹងកម្ពុជាគឺមានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់កម្ពុជាផងដែរតាក់ទងជាមួយនឹងកម្ពុជាតវ៉ាណាកម្ពុជាតវ៉ាជាមួយនឹងថៃដែលបានសាងសង់រូបបដិមាបាទចំនួន36កន្លែងណាបាទ36អង្គបាទនៅក្នុងខេត្តព្រះវិហារខេត្តដ៏មានជ័យបាទមានដកផ្គរទង់ជាតិចំនួន2នៅក្នុងខេត្តព្រះវិហារបាទអញ្ចឹងក្រសួងការបរទេសរបស់កម្ពុជាគឺបានចេញលិខិតតវ៉ានេះកាលពីថ្ងៃទី29ខែឧសភាអញ្ចឹងប្រិយមិត្តចង់ដឹងខ្លឹមសារល្បិតចូលទៅ Facebook របស់ខ្ញុំចែករំលែកនៅក្នុងទំព័រ Facebook ដែរណាអញ្ចឹងគឺកម្ពុជាមានការតវ៉ានឹងថៃដែរនៅតែចូលមកសាងសង់នៅលើទឹកដីដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងពេលអំឡុងពេលនៃការប្រយុទ្ធគ្នានាពេលកន្លងមកនេះបាទអញ្ចឹងនេះគឺសូមជូនព័ត៌មានប៉ុណ្ណេះជូនដល់ប្រិយមិត្តទាំងអស់គ្នាបាទសម្រាប់អ្នកដែលចូលមកដើម្បីទទួលព័ត៌មានសូមអរគុណសូមជម្រាបលាបាទហើយសូមទទួលសំណួរមួយពីរមើលបាទសម្ផស្សក៏សួរជំរាបសួរលោកពូនៅសហរដ្ឋអាមេរិកបោះឆ្នោតពាក់កណ្ដាលណាតើធ្លាប់មានប្រធានាធិបតីធ្លាក់ឆ្នោតឡើងប្រធានាធិបតីថ្មីដែរទេលោកពូបាទមានទេបាទពាក់កណ្ដាលណាត់ហ្នឹងគឺអត់មានតាក់ទងជាមួយនឹងការបោះឆ្នោតប្រធានាធិបតីទេណាគឺបោះឆ្នោតនៅសភាទេពីព្រោះច្បាប់នៅសហរដ្ឋអាមេរិកគឺប្រធានាធិបតីគាត់ត្រូវតែបំពេញតួនាទីគាត់គ្រប់4ឆ្នាំនៅក្នុងអាណត្តិរបស់គាត់ឲ្យចប់បើមិនជាគាត់មានគ្រោះថ្នាក់អីនៅក្នុងអំឡុងពេលកាន់ហ្នឹងគឺអនុប្រធានាធិបតីឡើងកាន់ហើយគេអត់មានឡើងប្រធានាធិបតីថ្មីទេបាទអញ្ចឹងណាមិនមែនដោយសារការបោះឆ្នោតពាក់កណ្ដាលអាណត្តិហ្នឹងទេអត់ទេណាបាទសួរសំណួរហ្នឹងល្អសូម្បីតែអ្នកនៅអាមេរិកខ្លះហ្នឹងក៏អត់ដឹងដែរនៅខ្មែរយើងនៅអាមេរិកនេះទៅនិយាយជាមួយខ្ញុំប្រហែលថ្ងៃមុននេះគាត់និយាយគាត់ថាបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះបោះឲ្យលោកត្រាំទៀតគឺមិនចង់ឲ្យដូរប្រធានាធិបតីនៅពាក់កណ្ដាលអាណត្តិទេខ្ញុំចេះបោះឆ្នោតនេះមិនបោះឆ្នោតប្រធានាធិបតីគាត់នៅអាមេរិកនេះហើយជនជាតិអាមេរិកពលរដ្ឋអាមេរិកហើយបោះឆ្នោតដែរគាត់នៅតែអត់យល់ដែរបាទមានច្រើនបាទអញ្ចឹងសំណួរសម្ព័ន្ធហ្នឹងគឺអាចយល់បានណាបាទអត់មានទេបាទមានទេហ្នឹងពាក់កណ្ដាលហ្នឹងគឺរើសសភាទេភានៅព្រឹទ្ធសភាទេណាគេបុណ្យណាអុកក៏ថាសួស្ដីបងហេតុអ្វីបានជាថៃមិនមកប្រជុំ JBC ជាមួយកម្ពុជាហើយអាចធ្វើ
ระบองจังให้យើងអាចដកចេញបានទេហើយយើងចេះតែចេញឬក៏តបានមើលមុខទៅរឿងព្រំដែនបាទដូចខ្ញុំបាននិយាយមិនសើមិញដែរគឺឥឡូវនេះថៃក៏ដើរដល់កម្រិតមួយក៏ចាប់ផ្ដើមចង់កវែងចោលច្បាប់អន្តរជាតិហ្នឹងមិនជួយយើងមានតែបង្កើនជំហរមួយជំហានទៀតទៅរកយន្តការអន្តរជាតិបន្ថែមដើម្បីដាក់សម្ពាធទៅលើប្រទេសថៃបាទពីព្រោះខ្ញុំទៅតែបានអានព័ត៌មានម្សិលមិញបាទគឺតាក់ទងសំណួរប្រិមិត្តសួរមួយចំនួនថាតើពេលដែលលោកអនុทินទៅជួបលោកម៉ាក្រុងនឹងនិយាយថាយ៉ាងម៉េចបាទគាត់ទៅជួបលោកម៉ាក្រុងគាត់និយាយត្រឹមត្រូវអត់មកឡប់វិញផែនទីអញ្ចឹងទេគាត់និយាយថារឿងព្រំដែនទឹកអីជាមួយនឹងកម្ពុជានឹងគឺនឹងដោះស្រាយពីនេះទៅគឺប្រើច្បាប់ UNCLOS បាទគឺច្បាប់សមុទ្រនីតិសមុទ្ររបស់អង្គការសហប្រជាជាតិនឹងហើយបាទដល់ទៅពេលគាត់មកវិញគាត់និយាយទៅពីឲ្យថានឹកឃើញរបស់គាត់ណាផ្សេងនៅគាត់ទៅនិយាយជាមួយលោកម៉ាក្រុងនិយាយត្រឹមត្រូវនេះបើយោងតាមសារព័ត៌មានរបស់ថៃបាទរីកាណា PBS ថៃបាទ PBS ថៃគាត់រីកាអញ្ចឹងគឺលោកអនុทินតែនិយាយត្រឹមត្រូវជាមួយលោកម៉ាក្រុងទេមិនមែនមកថ្លែងឡប់ដោយគាត់និយាយប្រហែលថ្ងៃមុននេះទេបាទគាត់ទៅនិយាយមួយគេផ្សេងមកនិយាយមួយបកស្រាយផ្សឹងអាងតែគេមិនបានចូលក្នុងប្រជុំហើយមហាអំណាចមួយគេទោះបីនិយាយខំក៏គេខ្ជិលប្រតិកម្មតបដែរគេឲ្យនិយាយតាមចិត្តហ្នឹងទៅបើពេលខ្លះគេខ្ជិលហើយគាត់បានអញ្ចឹងគាត់និយាយរួមបើតាមការគិតរបស់ខ្ញុំគឺបើខ្ញុំចង់ឲ្យនិយាយមុនបណ្ដានាំថាលោកដៃចូលក្នុងកិច្ចការនយោបាយប្រទេសគេគឺនៅក្នុងរដ្ឋបាលអនុทิននេះដោយមានលោកសេស័កភូមិកិច្ចការជារដ្ឋមន្ត្រីការបរទេសនេះគឺរកទំនុកចិត្តអីអត់បានទេគឺកលិចចុះឡើងដូច្នេះមានតែយន្តការដែលភាគីខាងក្រៅដែលអាចដាក់សម្ពាធទៅលើថៃដែលមានទម្ងន់ខ្លាំងទូយ៉ាងដូចជារឿងច្បាប់នៅតុលាការនៅតុលាការអាជ្ញាកណ្ដាល UNCLOS ហ្នឹងបាទអង្គការសហប្រជាជាតិអីហ្នឹងជាដើមហ្នឹងបាទមួយជំហានអញ្ចឹងឲ្យមួយជំហានរឹងតិចជាមួយគាត់អញ្ចឹងទូយ៉ាងដូចដែលសារព័ត៌មានថៃខ្លួនឯងបានរាយការណ៍ឲ្យពេលដែលជំនួបរវាងលោកសៀស័កជាមួយនឹងលោកប្រាក់សុខុនហ្នឹងគឺលោកសៀស័កហ្នឹងគាត់និយាយបញ្ចុះបញ្ចូលលេខកាត់ក៏ប៉ុន្តែបាទលោករដ្ឋមន្ត្រីការបរទេសកម្ពុជាគាត់ដាក់ម៉ាត់តែម្ដងរហូតដល់មានសារព័ត៌មានខ្លះគាត់ដាក់ចំណងជើងដាក់ថាកម្ពុជា say no see you in court see you in court នោះពាក្យហ្នឹងគឺចូលចិត្តប្រើនៅអាមេរិកដូចថាមិនមកនិយាយទេ see you in court ជួបគ្នានៅតុលាការចំណងជើងអត្ថបទខ្លះដាក់អញ្ចឹងទៀតណាបាទបានន័យថាកម្ពុជាប្រកាន់ជំហរតឹងរឹងបាទពីព្រោះអីយើងមើលកម្ពុជាទុកពេលឲ្យថៃហ្នឹងវាលំមគួរសមដែរតាំងពីបោះឆ្នោតហើយបង្កើតរដ្ឋាភិបាលហើយក៏ឲ្យបង្កើត JBC គាត់នៅមិនទាន់បង្កើតឥឡូវនេះស្អែកហ្នឹងដាច់ខែ5ទៅហើយបាទគាត់នៅតែរលេះចុះឡើងតើរដាក់ពនួងធំដាក់គាត់ពោងទេបានគាត់ត្រឡប់មកដើរផ្លូវត្រូវវិញបាទมันមានពនួងដាក់ធំទៅលើគាត់ទេគឺពិបាកដែរយ៉ាងដូច្នេះតាមការសន្និដ្ឋានរបស់ខ្ញុំគឺនៅក្នុងអំណាចរបស់លោកអនុทินនេះគឺនឹងមានស្ថានភាពឈឺក្បាលកលិចនឹងច្រើនពីព្រោះលោកសៀស័កភូមិគិតការដែលយើងគិតថាជាអ្នកការទូតជើងចាស់ហ្នឹងវាទៅជាអ្នកការភូតជើងចាស់វិញទៅវិញបាទมันវាពិបាកដែរណាបាទអញ្ចឹងខ្ញុំសង្កេតប៉ុណ្ណឹងជូនប្រិយមិត្តណាបាទអញ្ចឹងសូមអរគុណណាមានអីគេទៀតទេបាទសាមឌីផែនចុះបើបោះឆ្នោតឲ្យខាងប្រជាជនឈ្នះដាច់តើសភាអាចបោះឆ្នោតទម្លាក់ប្រធានាធិបតីបានទេបោះឆ្នោតខាងប្រជាធិបតេយ្យអត់បានទេតើតែប្រធានាធិបតីនឹងធ្វើខុសអ្វីគេ impeach គឺគេប្តឹងដកតំណែងឧទាហរណ៍គាត់ធ្វើការងាររំលោភឬបញ្ហាខុសច្បាប់ខុសអីយ៉ាងម៉េចអីហ្នឹងបាទគេ impeach គាត់អាហ្នឹងបានអាចបានក៏ប៉ុន្តែហើយ impeach ហ្នឹងតើ high crime ទៀត high crime នេះបានទោសរបៀបដូចស្មើនឹងក្បត់ជាតិតែម្ដងបាទអាចហ្នឹងគេ impeach បានដែរអញ្ចឹងណាបាទតែបើតាមធម្មតាអត់តែមានតែដកអីបានទេបាទសេចជាតិបាទលោកពូក្នុងបរិបទពិភពលោកបច្ចុប្បន្នកម្ពុជាប្រឹងរក្សាទំនាក់ទំនងល្អជាមួយអាមេរិកនិងចិនតាមមតិលោកពូថាកម្ពុជាត្រូវកសាងភាពធន់លើចំណុចអ្វីខ្លះទៀតបាទភាពធន់ចង់និយាយថាម៉េចទៅកសាងភាពធន់លើចំណុចអ្វីខ្លះទៀតខ្ញុំប្រហែលជាតាក់ពាក្យខ្មែររឿងភាពធន់នោះមើលអង់គ្លេសថាម៉េចនឹងពាក្យភាពធន់ហ្នឹងជួនកាលនៅខ្មែរបង្កើតពាក្យថ្មីច្រើនខ្ញុំមិនសូវចេះអត់ដែរលឿនទៅចុងក្រោយហ្នឹងបាទភាពរក្សាការអត់ធ្មត់អីយ៉ាងម៉េច
ok lấyខ្ញុំនិយាយព្រាវមួយចោលចោះតាមធម្មតាគេមិននិយាយព្រាវប៉ុន្តែឥឡូវខ្ញុំនិយាយខ្ញុំមើលឃើញការដែលកម្ពុជាមានដឹកនាំកម្ពុជាខិតខំរក្សាលំនឹងជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងចិនបាទខ្ញុំឃើញរយៈពេលចុងក្រោយនេះគឺធ្វើបានល្អបាទធ្វើបានល្អបាទរឿងតង់ថាសហរដ្ឋអាមេរិកគាត់ជាប់ដៃរឿងផ្ទៃក្នុងប្រិមត្តដឹងហើយណាតាមរយៈព័ត៌មានដែលខ្ញុំចែករំលែកជាប្រចាំថ្ងៃនេះគឺមានសង្គ្រាមនៅអ៊ីរ៉ង់ផងមាននៅវេណេស៊ុយឡានៅគុយបាកំពុងតែមានបញ្ហាហើយនៅអ៊ុយក្រែនហ្នឹងកំពុងតែបាទហើយមានរឿងជាមួយអូតង់រឿងជាមួយចិនសេដ្ឋកិច្ចដូចនេះរដ្ឋបាលគឺកំពុងជាប់ដៃនឹងខ្លួនឯងណារឿងផ្ទៃក្នុងនេះរឿងលោកត្រាំធ្វើអីជាច្រើនទៀតបាទអញ្ចឹងដូច្នេះការរវល់នឹងច្រើនអញ្ចឹងហើយបានន័យថាការផ្ដោតទៅលើបញ្ហាក្រៅស្រុកនោះគឺមិនសូវមានច្រើនដែរប៉ុន្តែក៏នៅមានការចាប់អារម្មណ៍តាមអ្នកជំនាញរបស់ក្រសួងការបរទេសនឹងដែរអញ្ចឹងខ្ញុំមើលឃើញការដែលកម្ពុជារាល់ថ្ងៃនេះខិតខំរក្សាលំនឹងរវាងមហាអំណាចទាំងពីរហ្នឹងគឺបានល្អដែរបានល្អខ្ញុំទទួលស្គាល់ថាធ្វើបានល្អជាពិសេសបើចុងក្រោយមានបញ្ហាច្រើនដែលកម្ពុជាបានធ្វើហ្នឹងគឺបញ្ហាពីរចុងក្រោយនេះបាទតកតងជាមួយនឹងការបង្ក្រាប scammer បាទ online ហ្នឹងគឺធ្វើឲ្យសហរដ្ឋអាមេរិកបាទគាត់មានការស្ងប់ចិត្តច្រើនបាទទទួលស្គាល់ហើយនឹងបញ្ហាដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជាហ្នឹងបាទខ្ញុំមិនបាច់ចូលលម្អិតច្រើននេះគឺជាបញ្ហាមួយដែលបាទអាចនឹងធ្វើឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរថែមទៀតផងដែរបាទអញ្ចឹងហើយជាមួយចិនគឺក្នុងពេលកន្លងមកហ្នឹងក៏កម្ពុជាមិនដែលបានប្រកាសថាបងចៅចិនដែរពេលដែលមានដឹកនាំកម្ពុជាងាកមកចូលនៅក្នុងគេហៅថាក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំហ្នឹងក៏មិនមែនមានន័យថាប្រកាសចៅចិនរត់មកអោបជើងអាមេរិកអត់ទេគឺនៅចូលនៅក្នុងគ្រប់វេទិកាក្នុងការដោះស្រាយបញ្ហាពិភពលោកដោយសន្តិវិធីបាទដូច្នេះគឺខ្ញុំថាលំនឹងនឹងល្អហើយរឿងភាពធន់ហ្នឹងមិនខ្ញុំមិនសូវយល់ពាក្យភាពធន់ហ្នឹងគឺបានន័យថាយើងទៅអត់ធ្មត់ឬយ៉ាងម៉េចភាសាអង់គ្លេសថាខ្ញុំភ្លេចខ្ញុំវគ្គពាក្យហ្នឹងមិនចេះឬក៏ធនធានយ៉ាងម៉េចខ្ញុំអធិស្ឋានខ្ញុំមិនយល់ពាក្យហ្នឹងដែរណាបាទគឺកាលពាក្យថ្មីខ្ញុំស្ទើរខ្មែរបន្តិចឡើយណាបាទអញ្ចឹងខ្ញុំអាចជូនបានប៉ុណ្ណឹងណាបាទ resilience បាទ resilience បាទខ្ញុំគិតថា resilience បាទចង់ថាភាពខ្លាំងលពូភាពខ្លាំងណាបាទអូខេបាទភាពធន់ហ្នឹងតាមធម្មតាពាក្យ resilience ហ្នឹងហើយប៉ុន្តែដល់ក្នុងបរិបទនេះវាអត់មានស៊ីសងជាមួយអត់សូវនៃជាមួយពាក្យ resilience ហ្នឹងจะពង្រឹងភាពខ្លាំងពង្រឹងភាពខ្លាំងដោយដែលខ្ញុំធ្លាប់បាននិយាយប្រហែលដងអញ្ចឹងគឺសំខាន់ណាស់គឺទី1គឺការឯកភាពផ្ទៃក្នុងបាទការឯកភាពផ្ទៃក្នុងត្រូវតែមានទី2គឺការបណ្ដុះបណ្ដាលធនធានរបស់កម្ពុជានោះគឺត្រូវតែមានការបណ្ដុះបណ្ដាលយើងមើលឃើញចំណុចខ្សោយណាខ្លះដែលខ្ញុំបាច់និយាយនេះគឺខ្ញុំជឿថានៅខាងរដ្ឋាភិបាលកម្ពុជាមានការសិក្សាហើយបាទគឺត្រូវពង្រឹងចំណុចទាំងអស់ហ្នឹងតាំងពីខាងវិស័យយោធាតាំងពីវិស័យសេដ្ឋកិច្ចហ្នឹងទៅពង្រឹងកន្លែងហ្នឹងតែម្ដងបាទហើយសំខាន់ណាស់ការឯកភាពជាតិមួយដែលយើងមើលអ្នកណាពាក្យថាឯកភាពហ្នឹងគឺខ្ញុំមើលឃើញថាអ្នកណាធ្វើការជាមួយបានយើងទៅធ្វើការជាមួយបាទពេលខ្លះការអនុគ្រោះហ្នឹងមានខ្លះដែរក៏ប៉ុន្តែពេលខ្លះទៅអ្នកខ្លះពិបាកនឹងអនុគ្រោះបានអ្នកខ្លះក្នុងកម្រិតមួយទោះបីជាអ្នកខ្លះមានកម្រិតមួយចេះគាត់ថាចង់បាន5អញ្ចឹងបើឲ្យ5ទៅគាត់ចង់បាន6បាទឲ្យ6ចង់បាន7 never អ្នកខ្លះគឺមានទម្លាប់មួយគឺអត់ដែរស្កប់ទេបាទគឺថាឲ្យតែកន្លែងទាស់រហូតអញ្ចឹងដូច្នេះយើងត្រូវធ្វើការជាមួយអ្នកណាដែលអាចធ្វើការជាមួយបានដើម្បីពង្រឹងកម្លាំងនឹងបាទអានឹងគឺសំខាន់ណាស់ការឯកភាពជាតិនឹងបាទដោយជាធ្លុងតែមួយប៉ុន្តែមិនថាអ្នកយកមកទៅតឹងជើងតឹងដៃហ្នឹងក៏យកមកដែរក៏ពិបាកដែរពេលខ្លះបាទចាត់ទុកថាឲ្យនៅគាត់តាមសិទ្ធិរបស់គាត់នឹងសិនទៅបាទពង្រឹងហើយនឹងធនធានមនុស្សហ្នឹងគឺសំខាន់ណាស់ហើយដូចដែលខ្ញុំនិយាយតែពីច្រកនៃការដែលខ្ញុំផ្ទាល់ហ្នឹងគឺយើងជាប្រិមិត្តហ្នឹងគឺទៅតាមយកព័ត៌មានបាទតាមយកព័ត៌មានដែលពិតសិក្សាខ្លួនឯងយើងពិតដើម្បីកុំឲ្យមានការចាញ់ការឃោសនារបស់គេហ្នឹងទូយ៉ាងដូចជារឿងនៅក្នុងពេលរឿងជាមួយនឹងសៀមនៅក្នុងពេលកន្លងមកអញ្ចឹងគឺឃើញមានអ្នកចាញ់ការឃោសនារបស់សៀមហ្នឹងច្រើនណាស់បើយកព័ត៌មានសៀមមកផ្សាយមកអីហ្នឹងតាមសៀមថាលេចកើតឲ្យតែសៀមបានឲ្យតែបាននិយាយប្រអាប់នៅកម្ពុជាគឺថាសបាយហ្មងបាទគាត់យកមក
ចែករំលែកដោយគ្មានការពិចារណាអីទេក្នុងអត់ដឹងថាដូចនឹកមេដូចរឿងទី2ដែលខ្ញុំបានបង្ហាញគេប្រើតាក់ទិចអស់ហ្នឹងដើម្បីពង្រួមស្ពាបការឲ្យយើងអត់ការយល់ដឹងរបស់យើងវាមានកម្រិតបូកជាមួយនឹងការនឹងខឹងជាមួយនឹងខាងរដ្ឋាភិបាលកម្ពុជាប្រលះទៅទាំងអស់ដោយតាមនឹកឃើញតែម្ដងបាទពេលខ្លះយើងទៅពង្រឹងខ្លួនយើងឲ្យដឹងច្បាស់តើអ្វីទៅនិយាយពេលណាមានចំណេះផ្ទាល់ខ្លួនរបស់យើងហ្នឹងយើងមិនអាចនឹងចាញ់ការឃោសនារបស់គេអានឹងជាធនធានមួយហើយមកជាធនធានមួយបាទសូមអញ្ចឹងសូមអរគុណណាបាទសូមអរគុណប្រិមិត្តបានចូលមកស្ដាប់ការចែករំលែកព័ត៌មានក៏ដូចជាការចូលរួមសួរនឹងឆ្លើយរបស់ខ្ញុំនេះបាទអញ្ចឹងសូមអរគុណច្រើនមែនតើណាបាទ